ពាក្យមួយដែលគេញឹកញាប់បំផុតនៅក្នុងពិភព Startup ឬក្រុមហ៊ុនធំនាពេលបច្ចុប្បន្ននេះគឺ Pivot នៅពេលដែលផ្លូវដែលយើងកំពុងដើរត្រូវបានបិទយើងមិនបោះបង់ចោលឡើយប៉ុន្តែយើងផ្លាស់ប្ដូរទិសដៅបន្តិចដើម្បីហក់ទៅរកទិសដៅថ្មីស្រឡាងខណៈពេលដ៏សំខាន់ដែលក្រុមហ៊ុនចិត្តដួលរលំស្រាប់តែរស់ឡើងវិញនោះហើយជាអ្វីដែលគេហៅថា Pivot ជីវិតរបស់យើងក៏ដូច្នោះដែរអ្វីដែលយើងមានអារម្មណ៍ថាជាឧបសគ្គក្នុងជីវិតឬស្នាមប្រឡាក់អតីតកាលដែលមិនអាចលុបបានតាមពិតទៅអាចប្រែទៅជាប្រភពថាមពលដ៏ខ្លាំងក្លាបំផុតនៅក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់មានឈុតឆាកមួយនៅក្នុងព្រះគម្ពីរដែលបង្ហាញពីចំណុចនេះគឺរឿងរ៉ាវរបស់ជនជាតិគីបៀនក្នុងសម័យយ៉ូស្វេមនុស្សទាំងនេះបានរស់រានមានជីវិតដោយការបោកប្រាស់ពួកអ៊ីស្រាអែលតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ពួកគេគួរតែត្រូវបានបំផ្លាញចោលទាំងស្រុងប៉ុន្តែយ៉ូស្វេបានសម្រេចចិត្តរក្សាសេចក្តីសន្យាដែលបានធ្វើឡើងក្នុងព្រះនាមព្រះជាម្ចាស់ហើយទុកជីវិតឲ្យពួកគេភាសាហេប្រឺ K ឥឡូវនេះអ្នករាល់គ្នាត្រូវបណ្ដាសាហើយអ្នករាល់គ្នានឹងត្រូវធ្វើជាបាបម្រើជារៀងរហូតគឺត្រូវកាប់អុសនិងដងទឹកសម្រាប់ដំណាក់នៃព្រះរបស់ខ្ញុំយ៉ូស្វេ9 23-27មើលទៅខាងក្រៅវាហាក់ដូចជាបណ្ដាសាការធ្វើជាទាសករនិងការងារធ្ងន់ប៉ុន្តែបើពិនិត្យឲ្យច្បាស់វាគឺជាការផ្លាស់ប្ដូរជីវិតយ៉ាងអស្ចារ្យអ្នកដែលត្រូវវិនិច្ឆ័យបែរជាត្រូវបានចាត់តាំងជាថ្មី redeployed ឲ្យក្លាយជាបុគ្គលិកសំខាន់សម្រាប់បម្រើក្នុងរោងឧបោសថរបស់ព្រះជាម្ចាស់ពួកគេបានក្លាយជាក្រុមមនុស្សដែលមានឯកសិទ្ធិក្នុងការជួបប្រទះវត្តមានរបស់ព្រះជាម្ចាស់ក្នុងចម្ងាយជិតបំផុតជារៀងរាល់ថ្ងៃនេះគឺជា pivot ដ៏មានឥទ្ធិពលបំផុតដែលបង្កើតឡើងដោយព្រះគុណឈុតឆាកនេះត្រូវបានសម្រេចយ៉ាងពេញលេញនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវយើងទាំងអស់គ្នាគឺជាអ្នកដែលមិនស័ក្តិសមនឹងចូលទៅក្នុងព្រះរាជរបស់ព្រះឡើយយើងគឺជាដុំហានិភ័យដែលសមនឹងទទួលការជំនុំជម្រះដោយសារបាបប៉ុន្តែព្រះយេស៊ូវបានទទួលរងបណ្ដាសាទាំងអស់ជំនួសយើងហើយតាមរយៈការមានព្រះជន្មរស់ឡើងវិញទ្រង់បានធ្វើឲ្យយើងរស់ឡើងវិញឆេពួកសិស្សរបស់ព្រះយេស៊ូវគឺជាអ្នកដែលបានរត់ចោលទ្រង់នៅពេលទ្រង់ជាប់ឈើឆ្កាងពួកគេមើលទៅដូចជាហានិភ័យនៃជីវិតដែលបរាជ័យប៉ុន្តែព្រះយេស៊ូវដែលរស់ឡើងវិញមិនបានកាត់ទោសពួកគេទេផ្ទុយទៅវិញទ្រង់បានទទួលយកពួកគេហើយចាត់តាំងពួកគេជាថ្មីឲ្យក្លាយជាកម្លាំងស្នូលក្នុងការកសាងក្រុមជំនុំដំបូងពលដែលធ្លាប់តែធ្វើបាបក្រុមជំនុំត្រូវបានព្រះយេស៊ូវផ្លាស់ប្ដូរឲ្យទៅជាអាវុធដ៏មុតស្រួចបំផុតនៃដំណឹងល្អព្រះយេស៊ូវគឺជាព្រះដែលអាចធ្វើ pivot អ្វីដែលយើងមើលឃើញថាគ្មានប្រយោជន៍និងគ្រោះថ្នាក់ឲ្យទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងព្រះគ្រីស្ទកំហុសក្នុងអតីតកាលដែលតាមលងបន្លាចអ្នកមនុស្សដែលអ្នកមានអារម្មណ៍ថាជាបន្ទុកឬចំណុចខ្សោយដែលមិនអាចកែប្រែបានព្រះយេស៊ូវអាចធ្វើឲ្យមានជីវិតរស់ឡើងវិញសូមឲ្យ pivot នៃព្រះគុណនោះកើតឡើងនៅក្នុងជីវិតរបស់អ្នកនៅថ្ងៃនេះ